ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះនាងខ្ញុំសូមលើកយក topic មួយដែលជាចំណេះដឹងសម្រាប់ពុកម្ដាយក្នុងការជួយកូនដែលគាត់មានបញ្ហាក្តៅប្រកាច់ពេលដែលកូនក្តៅប្រកាច់នឹងតើយើងប៉ាម៉ាក់នឹងត្រូវធ្វើអីខ្លះដើម្បីអាចជួយកូនបានក្មេងដែលគាត់មានបញ្ហាក្តៅប្រកាច់គឺអាចមានអត្រាពី2ទៅ5% នៅលើកូនក្មេងវាកើតឡើងដោយសារតែការឡើងនៅសីតុណ្ហភាពភ្លាមគឺវាប្រែប្រួលភ្លាមឡើងខ្លាំងតែម្ដងពេលខ្លះមិនថាសីតុណ្ហភាពគាត់តើតែឡើងពោះខ្លាំងបានគាត់ប្រកាសទេប៉ុន្តែបើសិនជាបំរែបំរួលសីតុណ្ហភាពនៅក្នុងខ្លួនគាត់ឡើងខ្លាំងភ្លាមគឺគាត់អាចប្រកាច់ដោយសារតែខួរក្បាលក្មេងមិនទាន់អាចសម្របសម្រួលបានទៅនឹងការឡើងកម្ដៅលឿនភ្លាមជាធម្មតាក្មេងគាត់អាចក្តៅខ្លួនពីការឆ្លងពួកមេរោគ virus ឬមួយក៏ការឆ្លងពួកមេរោគបាក់តេរីឬមួយក៏អាចមកពីចាក់វ៉ាក់សាំងតើកុមារអាយុប្រមាណដែលគាត់ងាយប្រឈមនឹងការដែលគាត់ក្តៅខ្លួនប្រកាច់កុមារដែលងាយប្រឈមនឹងជំងឺនេះគឺពីអាយុ6ខែទៅ6ឆ្នាំដែលយើងឃើញកើតជាញឹកញាប់ពីអាយុ12ទៅ18ខែកុមារដែលធ្លាប់មានប្រវត្តិប្រកាច់ម្ដងហើយម្នាក់ក្នុងចំណោម3នាក់គឺគាត់អាចប្រកាច់ម្ដងទៀតគឺបើសិនជាយើងគិតទៅប្រហែលជាអត្រា30ទៅ35%បើសិនជាទារកអាយុក្រោម1ឆ្នាំគឺអត្រានៃការប្រកាច់ម្ដងទៀតហ្នឹងគឺខ្ពស់ជាងនឹងទៀតអាចទៅដល់50%តើពេលប្រកាច់ហ្នឹងគឺកូនមានសភាពដូចម្ដេចស្ថានភាពក្មេងពេលដែលកំពុងប្រកាច់យើងមើលទៅឃើញថាកូនហ្នឹងញ័រឬក៏ត្រាក់រាងកាយភ្លាមភ្នែកគាត់សម្លឹងទៅលើដៃជើងឡើងរឹងដៃក្តាប់រមូរចូលក្នុងអាចបាត់បង់ស្មារតីក្នុងកំឡុងពេលប្រកាច់ជាទូទៅរយៈពេលនៃការប្រកាច់ដោយសារក្តៅគឺមានរយៈពេលតិចជាង5នាទីបន្ទាប់ពីប្រកាច់ហើយគឺកូនអាចមានសភាពមួយគេងមួយរយៈកាលប៉ុន្តែបន្ទាប់មកគឺគាត់អាចភ្ញាក់ដឹងខ្លួនឡើងវិញធម្មតាតើអ្វីដែលពុកម្ដាយគួរធ្វើនៅពេលដែលកូនមានបញ្ហាប្រកាច់ពេលដែលកូនមានបញ្ហាប្រកាច់ប៉ាម៉ាក់កុំតក់ស្លុតភ័យបារម្ភពេកត្រូវតាំងចិត្តឲ្យនឹងណូដាក់គាត់គេងផ្ដេកនៅកន្លែងដែលមានសុវត្ថិភាពយករបស់របរមានគ្រោះថ្នាក់ចេញឲ្យឆ្ងាយពីគាត់ពេលដែលគាត់កំពុងតែប្រកាច់ផ្អៀងទៅម្ខាងដើម្បីការពារកុំឲ្យឆ្លក់បើសិនជាយល់ល្អគឺផ្អៀងទៅខាងឆ្វេងបើសិនជាកុមារមានអីនៅក្នុងមាត់ត្រូវឆ្កឹះរបស់នៅក្នុងមាត់នឹងចេញពីមាត់ដូចជាបើមានឡើងស្លេះត្រូវព្យាយាមយកស្លេះចេញពីមាត់កូនធ្វើដូច្នេះដើម្បីកុំឲ្យស្ទះផ្លូវដង្ហើមរបស់កុមារបើសិនជាមានថ្នាំប៉ារ៉ាឬមួយក៏ប៉ារ៉ាសុលតាមទ្វារយើងត្រូវសុលឲ្យគាត់ដើម្បីបន្ថយកម្ដៅដើម្បីជួយបន្ថយកម្ដៅដល់គាត់តបមកយើងត្រូវកំណត់រយៈពេលនៃការប្រកាច់ជាទូទៅក្តៅប្រកាច់គឺមានរយៈពេលតិចជាង5នាទីប៉ុណ្ណោះហើយវាកម្រលើសពី15នាទីណាបន្ទាប់ពីកូនស្ថានភាពប្រកាច់របស់កូនបានធូរស្រាលហើយគឺយើងជូតកូននឹងទឹកក្តៅឲ្យបញ្ជូនកូនមកកាន់មន្ទីរពេទ្យអ្វីដែលមិនគួរធ្វើនៅពេលដែលកូនមានបញ្ហាក្តៅប្រកាច់អ្វីដែលមិនគួរធ្វើគឺមិនត្រូវព្យាយាមដាក់ដៃឬមួយក៏ដាក់សាព្រាឬមួយក៏ដាក់របស់អីចូលទៅក្នុងមាត់កូននេះវាអាចធ្វើឲ្យគាត់ខ្វះអុកស៊ីហ្សែនទី2គឺមិនត្រូវព្យាយាមទប់ការកន្ទ្រាក់ផុសកូនដើររួនឬក៏រឹតធូងកូនទេខ្ញុំឃើញប៉ាម៉ាក់ខ្លះពេលកូនប្រកាច់គឺគាត់ភ័យគាត់ចាប់ផ្ដើមលើកកូនហើយរួនកូនអាហ្នឹងគឺវាមិនជាការជួយទប់ការប្រកាច់របស់កូននេះទោះបីជាការប្រកាច់ដោយសារក្តៅមិនមានបញ្ហាគ្រោះថ្នាក់ខ្លាំងក៏ដោយយើងត្រូវយកកូនទៅមន្ទីរពេទ្យនៅក្នុងករណីដែលការប្រកាច់ដែលមានរយៈពេលយូរលើសពី5នាទីកុមារដែលគាត់មានបញ្ហាពិបាកដកដង្ហើមគាត់ការប្រកាច់ដែលគាត់លាយជាមួយនឹងការក្អួតកុមារដែលគាត់មិនភ្ញាក់បន្ទាប់ពីការប្រកាច់មួយទៀតបើសិនជាការប្រកាច់ហ្នឹងគឺជាការប្រកាច់លើកទី1លើកដំបូងរបស់គាត់ពីព្រោះពេលខ្លះគឺយើងអត់អាចបែងចែកថាការប្រកាច់ហ្នឹងគឺជាប្រកាច់ដោយសារក្តៅឬមួយក៏ជាសញ្ញានៃជំងឺរលាកខួរក្បាលទេ3គឺនៅក្នុងពេលដែលគាត់ប្រកាច់ហ្នឹងគឺមិនត្រូវបញ្ចុករបស់អ្វីទាំងអស់ដូចជាថ្នាំឬមួយក៏ទឹកអីគឺអត់ចាំបាច់ត្រូវបញ្ចុកទេព្រោះវាអាចឲ្យឆ្លក់នៅក្នុងកំឡុងពេលប្រកាច់ហ្នឹង